បាទដោយសារតែខែនេះមានពិធីបុណ្យពិធីការច្រើនបងប្អូនណាហ្នឹងហើយដោយសារតែខែនេះជារដូវបុណ្យហើយនឹងការហើយនៅត្រូវម៉ាច់តែម្ដងបាទនេះបងប្អូននេះជាកម្មវិធីបុណ្យបាទនៅខេត្តកំពង់ធំបាទស្រុកប្រាសាទសំបូរបាទឃុំតាំងប្រាសាទស្រុកប្រាសាទសំបូររបស់ខ្ញុំបាទនៅភូមិខ្ញុំរស់នៅផ្ទាល់តែម្ដងបាទហ្នឹងហើយបងប្អូននេះជាសកម្មភាពយើងកំពុងតែរៀបតុរៀបបបរនំចំណីចំណោកអាហារអញ្ចឹងត្រៀមទទួលភ្ញៀវអញ្ចឹងណាបាទនោះដែលខ្ញុំប្រិចកាមេរ៉ាទៅមិញនោះគឺកន្លែងបាទគេប្រុងពីលីហ្នឹងហើយលោកហើយនឹងនិមន្តលោកសុទ្ធមន្តបាញ់មិញណាហ្នឹងហើយនោះបាទនេះបងប្អូនអត់ទាន់មានភ្ញៀវទេដោយសារតែភ្ញៀវអត់ទាន់មកថ្ងៃនៅក្តៅអញ្ចឹងណាម៉ោងប្រហែល3អញ្ចឹងអត់មានអ្នកមកទេក្តៅបាទហើយបន្ទាប់មកបងប្អូននេះខ្ញុំបានមកថតបាទសកម្មភាពបាទពូមីងអ៊ំយាយនេះកំពុងតែបបរនេះឡើងបបរ3 4 5 7ឆ្នាំបងប្អូននេះហូបទៅបងប្អូនណាហ្នឹងហើយគេត្រៀមចាំមកនេះអ្នកលៀងកែវក៏អ្នកលៀងកែវទៅនេះហ្នឹងហើយសិតតែបបរកញ្ញានេះបាទសិតតែបាទនៅអ្នកសិតតែអ្នករស់នៅភូមិកោកស្រុកនេះអ្នកលៀងចានលៀងក្បាននេះនេះអ៊ំរបស់ខ្ញុំគាត់ងាកមើលសក្រឿតកាមេរ៉ាទៀតបាទអូបាទហ្នឹងហើយនេះហ្នឹងហើយវីដេអូនេះបើអឺពូមីងអ៊ំណាឃើញបាទឃើញដល់ណាផ្ញើជូនដល់ហ្នឹងបាទហ្នឹងហើយអត់ប្រកាន់ទេណាបាទសូមកុំប្រកែកប្រកាន់ណាបាទនេះគឺភ្ញៀវរបស់យើងបាទមកបដាហើយបាទគឺកូនក្មេងទេបាទហ្នឹងហើយភ្ញៀវធំរបស់យើងតើតិចទៀតមិនមកនេះគឺក្មេងៗបាទសិស្សសាលារបស់យើងបាទតារបស់ខ្ញុំគាត់ឲ្យលើកមកនៅលើកជូនមកបានគាត់ឲ្យពោឲ្យអីចឹងណានេះគឺកន្លែងតាឲ្យពោបាទនេះគឺខ្ញុំដើរមកនេះចាប់ថតខាងនេះបងប្អូនណាហ្នឹងហើយនេះគឺគេឲ្យពោបាទកំពុងឲ្យពោបាទមនុស្សមករៀងតិចដែរទេចាំមើលតែមនុស្សច្រើនគឺចាំខ្ញុំថតឲ្យមើលនេះរូបខ្ញុំបាទថតកន្លែងអង្គុយម្នាក់ឯងនេះបាទបន្ទាប់ហើយក៏ថតបាទសកម្មភាពលោកទេសអញ្ចឹងណាហ្នឹងហើយអង្គុយស្ដាប់លោកទេសហើយនេះនៅមួយកន្លែងនេះបាទគឺកំពុងតែអង្គុយស្ដាប់លោកទេសបាទស្ដាប់លោកទេសនាអញ្ចឹងណាហ្នឹងហើយដល់ពេលពីទេសហើយសូត្រមន្តហើយបងប្អូនគេបានរៀបពិធីមួយគឺគេហៅថាពិធីពុទ្ធាពិសេសបងប្អូនណាបាទហ្នឹងហើយគេធ្វើអញ្ចឹងបាទដើម្បីបានបុណ្យកុសលបាទហើយនឹងឧទ្ទិសជូនព្រះសម្មាសម្ពុទ្ធរបស់យើងបាទដែលព្រះអង្គបានបរិនិព្វានទៅហើយគេនោះក្តីបាទក៏តែយើងនៅតែមិនភ្លេចគុណរបស់ព្រះសម្មាសម្ពុទ្ធហើយនឹងគុណមេត្តាបិតារបស់យើងបាទគឺយើងតែងតែធ្វើអញ្ចឹងបាទពិធីបុណ្យគេហៅថាបុណ្យបច្ច័យ4ផងហើយនឹងពិធីបុណ្យពុទ្ធាពិសេសផងបាទនេះបងប្អូនមនុស្សបាទមានតាមានយាយបាទគឺត្រៀមមករៀបប្រដាប់ប្រដានេះគឺខ្ញុំមកថតបែរមកងាកបែរក្រោយងាកមកថតបាទភ្ញៀវបន្តទៀតដោយសារតែឃើញភ្ញៀវមករៀងលប៉ុយបាទមករៀងក្រែវទៅក៏ឆ្លៀតទៅថតវិញបាទភ្ញៀវនិយាយទៅខ្ញុំថតរហូតនឹងឲ្យទៅភ្ញៀវមកនេះខ្ញុំថតហើយនេះអ្នកទទួលក៏ចាំទទួលអញ្ចឹងទៅបាទនេះភ្ញៀវរបស់យើងបាទអូមិនមែនភ្ញៀវបងប្អូនអើយច្រឡំនេះអ្នកថតបាទនេះបាទអូមើលចែគាត់ថតរូបបាទនេះគឺខ្ញុំមកថតគេហូបបបរបាទក្មេងៗហូបបបរនេះបាទសួរខ្ញុំទៀតថាទៅណាបាទឃើញខ្ញុំកាន់កាមេរ៉ាថតអញ្ចឹងគឺខ្ញុំថតហ្នឹងហើយមានទៅណាបាទហ្នឹងហើយបញ្ជាក់ហើយបញ្ជាក់ទៀតបាទវីដេអូនេះឃើញដល់ណាផ្ញើជូនដល់ហ្នឹងបាទហ្នឹងហើយឃើញហើយបាទឲ្យ like អ្នកមួយផងបាទនេះគឺបាទពេលកំពុងហូបបបរបាទភ្ញៀវរបស់យើងចាប់ផ្ដើមមករៀងបដាហើយបងប្អូនបាទល្ងាចដែរហើយមកនេះបែរជាម៉ោង4ហ្នឹងហើយបែរជាម៉ោង4មកនឹងក្រែលដែរហ្នឹងនេះគឺបន្ទាប់ពីហូបបបរឃើញសកម្មភាពហូបបបរមិញហើយក៏នេះមកងាកមកមើលបាទតាហើយថាធ្វើពិធីពុទ្ធាពិសេសបងប្អូនណាហ្នឹងហើយនេះគេធ្វើពិធីពិសេសមានរូបព្រះពុទ្ធបដិមារបស់យើងហ្នឹងហើយមានតាំងពីរូបសិល្បៈរូបអីចឹងទៅនៅរូបព្រះមានតាំងពីអីចឹងទៅនៅគេដាក់ហ្នឹងហើយគេដាក់គេហៅថាគុំធាតហើយនឹងធ្វើពុទ្ធាពិសេសបងប្អូនណាហ្នឹងហើយនេះគឺតាយាយយើងមកនេះហ្នឹងហើយស្ដាប់តាមលោកនេះគេស្ដាប់តាមអាចារ្យណាអាចារ្យសូត្រមកយើងថាតាមគាត់ចឹងទៅនៅអង្គុយស្ដាប់បាទគេស្មូតអរិទ្ធនីបាទគេហៅថាសូត្រថ្វាយផ្កាហ្នឹងហៅធម៌ថ្វាយផ្កាបាទនេះនិយាយទៅភូមិខ្ញុំគឺធ្វើបន់តែងតែអញ្ចឹងហើយបងប្អូនកកអញ្ចឹងហើយនេះបងប្អូននេះងាកមកមើលភ្ញៀវម្ដងទៀតបាទនេះងាកមកមើលភ្ញៀវម្ដងទៀតបាទគឺដោយសារតែមករៀងច្រើនបន្ថែមទៀតទៅច្រើនទៅក៏ងាកទៅថតឲ្យបងប្អូនមើលទេសនាបន្តទៀតចឹងទៅបាទបងប្អូនចាំមើលតាមថ្នល់ចាំមើលភ្ញៀវមកបងប្អូននេះកន្លែងតាទេនឹងតាហូបបបរហូបអីចឹងទៅបាទគាត់ហូបបបរបាទនេះបងប្អូននេះខ្ញុំថតភ្ញៀវឲ្យបងប្អូននេះចាប់ដើមមកឲ្យមានតាំងពីសិស្សសាលាអ្នកតាំងកសៅអ្នកទឹកដងបាទអ្នករៀននៅសាលា
បាទសម្បូរគេហៅសាលាទូលណាបាទនេះគឺមកហើយនេះបាទគឺក្មេងខ្មាំងរបស់យើងបាទអ្នកដែលថតវីដេអូជាមួយខ្ញុំណាថតរឿងហ្នឹងហើយនេះបាទមកហើយបងប្អូននេះបាទសន្តិសុខក៏យាមកាមបាទម៉ូតូអីចឹងទៅដោយសារតែមនុស្សមកច្រើនចឹងទៅគឺធានាសុវត្ថិភាពម៉ូតូឲ្យខ្លាំងបំផុតដោយសារតែមនុស្សច្រើនហ្នឹងហើយយើងមិនប្រកាសថាណាល្អណាអាក្រក់ទេចឹងណានេះភ្ញៀវរបស់យើងមកហើយបងប្អូនណាបាទបន្ទាប់ពីមកហើយបងប្អូនគឺបាទគេមកចូលបន់ហ្នឹងបងប្អូនណាបាទគឺគេមកចូលបន់ចឹងទៅគេតាគាត់កំពុងឲ្យពរហ្នឹងហើយឲ្យពរទៅក្មេងៗហើយនឹងភ្ញៀវកិត្តិយសផ្សេងទៀតបាទគឺមកច្រើនណានេះមកច្រើនមែនតើហើយតាំងខ្ញុំកំពុងតែឲ្យពរអីចឹងទៅនៅគឺថាតែសិស្សសាលាមកច្រើននេះមានតាំងពីក្មេងខ្មាំងថ្នាក់ទី10ថ្នាក់ទី11បាទវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនចាំតែមកសកម្មភាពរួមពេលយប់បន្តទៀតបាទអរគុណច្រើន